សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Share Plan ថ្ងៃនេះខ្ញុំចង់នាំអ្នកទាំងអស់គ្នាមកស្គាល់ផ្កាដ៏ស្រស់ស្អាតម្យ៉ាងដែលមានសភាពរឹងមាំដែលវាមានឈ្មោះថា Oregon Grape មើលមួយផ្លែតអ្នកទាំងអស់គ្នាប្រកាសជាប្លែកភ្នែកជាមួយនឹងពណ៌របស់ផ្កាក៏ដូចជាស្លឹករបស់វាស្លឹករបស់វាមើលទៅដូចជារបៀបថារៀងមើលទៅដូចមានបន្លាអញ្ចឹងណាអ្នកទាំងអស់គ្នានៅជុំវិញមាត់ស្លឹករបស់វានឹងឯងមើលទៅមានសភាពរឹងមាំនិងមានភាពរលោងស្រិលតែម្ដងប៉ុន្តែចំណុចដែលតាក់ទាញបំផុតនោះគឺកញ្ចុំផ្កាពណ៌លឿងខ្ចីដែលរីកដុះដាលចេញមកយ៉ាងស្រស់ត្រកាលនៅចំកណ្ដាលស្លឹកបៃតងវាប្រៀបដូចជាគ្រាប់ត្បូងមាសអ្នកនរគ្នាដែលត្រូវបានគេយកមកដាំលម្អលើមែកឈើអញ្ចឹងមូលហេតុដែលគេហៅថាវាជា grape ហ្នឹងក៏ព្រោះតែក្រោយពេលផ្កាពណ៌លឿងនេះរួចរយអស់វានឹងបង្កើតទៅជាផ្លែតូចតូចពណ៌ខៀវក្រមៅជាកញ្ចុំមើលទៅស្រដៀងនឹងផ្លែទំពាំងបាយជូរបេះបិទតែម្ដងហើយក្រៅពីសម្រស់ដ៏ទាក់ទាញនេះផ្កាពណ៌លឿងមាសរបស់វាក៏បង្កប់នូវអត្ថន័យហុងស៊ុយដ៏ល្អៗផងដែរពណ៌លឿងក៏តំណាងឲ្យភាពមានលាភសំណាងនិងភាពរុងរឿងចំណែកឯស្លឹកដែលមានបន្លាស្រួចតូចរបស់វាគេត្រូវបានជឿថាអាចជួយការពារនិងដេញឧបទ្រពចង្រៃមិនឲ្យមកបៀតបៀនគ្រួសារបានឡើយវាជានិមិត្តរូបនៃភាពអំណត់តស៊ូនិងការការពារដ៏រឹងមាំប៉ុន្តែទោះបីជាផ្កាមានអត្ថន័យហុងស៊ុយល្អយ៉ាងណាក៏ដោយក៏វាមិនសំខាន់ស្មើនឹងក្តីស្រឡាញ់ដែលយើងមានចំពោះវាទេសម្រាប់ខ្ញុំការដាំផ្កាគឺខ្ញុំចូលចិត្តផ្កាតែម្ដងគឺឃើញវាតែងតែថតទោះនៅតាមផ្លូវនៅទីកន្លែងណាក៏ដោយឲ្យតែឃើញគឺចូលចិត្តថតតែម្ដងយើងដាំវាព្រោះតែក្តីស្រឡាញ់សម្រស់ប្លែកភ្នែករបស់វាយើងថែវាព្រោះវាផ្ដល់ក្តីសុខឲ្យផ្លូវចិត្តរបស់យើងសម្រស់ធម្មជាតិមិនចាំបាច់តតែមានតម្លៃខ្ពង់ខ្ពស់ពេកទេគឺត្រឹមតែបានឃើញវារីកស្គុះស្គាយក្នុងសួនណាក៏ជាសុភមង្គលដ៏សាមញ្ញបំផុតសម្រាប់យើងទៅហើយធម្មជាតិផ្ដល់ឲ្យយើងលើសពីសម្រស់ប្រសិនបើយើងចេះសង្កេតនិងរៀនសូត្រពីវាចុះអ្នកទាំងអស់គ្នាវិញធ្លាប់ឃើញផ្កានេះនៅទីកន្លែងណាដែរទេប្រសិនបើឃើញសូមជួយ comment ចែករំលែកមតិរបស់អ្នកទាំងអស់គ្នានៅខាងក្រោមនេះផងសម្រាប់ Share Plan គឺសូមអរគុណនិងជួបគ្នានៅវីដេអូក្រោយអរគុណច្រើនជម្រាបលា